រឿងព្រះអាទិត្យនិងព្រះពាយមានវេលាមួយមានការប្រកួតសមត្ថភាពដ៏អស្ចារ្យមួយរវាងព្រះអាទិត្យនិងព្រះពាយដោយចង់ដឹងថាតើអ្នកណាមានអានុភាពជាងព្រះពាយមានអំណួតជាខ្លាំងដោយលើកឡើងទៅកាន់ព្រះអាទិត្យថាគ្មានដុំពពកណាហ៊ានមកក្បែរខ្ញុំនោះទេត្បិតអីពួកគេដឹងថាខ្ញុំមានសមត្ថភាពអាចរុញច្រានពួកគេឲ្យទៅឆ្ងាយបានសំញ៉ៃរត់បន្តិចរួចបន្តប៉ុន្តែពពកទាំងនោះមិនคล้ายលោកឯងនោះទេហើយថែមទាំងអាចបិទបាំងព្រះអាទិត្យឯងទៀតផងក្នុងកែវភ្នែករបស់ខ្ញុំព្រះអាទិត្យឯងគ្រាន់តែជារបស់កំពីកំពកប៉ុណ្ណោះឮដូចនេះព្រះអាទិត្យក៏តបវិញថាឯងដូចជាអួតពេកហើយឥឡូវចូលយើងសាកល្បងគ្នាទៅមើលទើបដឹងថាអ្នកណាខ្លាំងជាងអ្នកណាហើយព្រះអាទិត្យក៏យល់ព្រមភ្លាមនោះក៏មានបុរសម្នាក់ស្លៀកពាក់ដើរទៅកាន់ទីនោះឃើញដូចនោះព្រះអាទិត្យក៏បន្លឺឡើងថាណែព្រះពាយឯងឃើញបុរសនោះទេបើយើងមានអ្នកណាម្នាក់អាចធ្វើឲ្យបុរសនោះដោះអាវបានណាអ្នកនោះគឺជាអ្នកឈ្នះព្រះពាយក៏យល់ព្រមហើយព្រះពាយក៏ចាប់ផ្ដើមបញ្ចេញនៅសមត្ថភាពមុនដោយប្រឹងបញ្ចេញខ្យល់បក់កាន់តែខ្លាំងឡើងដើម្បីឲ្យបុរសនោះដោះអាវចេញប៉ុន្តែផ្ទុយទៅវិញបុរសនោះកាន់តែកាន់អាវយ៉ាងជាប់កាន់តែខ្លាំងលុះដល់វិញព្រះអាទិត្យម្ដងព្រះអាទិត្យបានបញ្ចេញកម្ដៅយ៉ាងខ្លាំងធ្វើឲ្យបុរសនោះទ្រាំមិនបានក៏ដោះអាវនោះចេញឃើញដូចនេះព្រះពាយក៏យល់ព្រមចុះចាញ់ព្រះអាទិត្យទៅគំនិតអប់រំនៅក្នុងរឿងនេះអំនួតឬមោទនភាពជ្រុលពេករមែងនាំមកនៅបរាជ័យនិងក្តីវិនាសដល់ខ្លួនឯងរឿងអន្ទង់វែងឆ្នាំងវែងកាលកន្លងទៅហើយមានមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នាថ្ងៃមួយប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារបានអន្ទង់មួយយកមកប្រគល់ឲ្យប្រពន្ធរួចប្រាប់ថាចូលឯងយកអន្ទង់នេះទៅស្លោស៊ីចុះប្រពន្ធឆ្លើយថាចូលបើអន្ទង់វែងម្លឹងបានឆ្នាំងវែងពីណាមកស្ងោអន្ទង់នេះបានប្តីលឺហើយនៅក្នុងចិត្តថាប្រពន្ធឯងល្ងងអីម្លេះហើយប្រាប់ប្រពន្ធវិញថាបើឯងរកឆ្នាំងវិញពុំបានទេឯងយកអន្ទង់នេះទៅព្យួរទុកទៅប្រពន្ធក៏យកអន្ទង់នោះទៅព្យួរទុកហើយគេចទៅដេកបំបើកូននៅក្នុងមុងបាត់ទៅប្តីក៏យកអន្ទង់នោះទៅកាប់ចិញ្ច្រាំហើយយកឆ្នាំងសម្លដាក់ស្លគោលុះឆ្អិនដោះដួសហៅប្រពន្ធមកស៊ីរួចលាងចានទុកតែសម្លអន្ទង់នោះនៅសល់បន្តិចនៅបាតឆ្នាំងក្តីក៏លាងឆ្នាំងនោះហើយចេញទៅព្យួរស្រែបាត់ទៅឯប្រពន្ធដឹងថាប្តីចេញទៅបាត់ហើយនឹកដល់សម្លគោអន្ទង់ដែលឆ្ងាញ់ក៏ស្ទុះក្រោកឡើងទៅយកឆ្នាំងនោះមកលិតដល់ខំលិតខ្លាំងណាស់ក្បាលនាងនោះក៏ចូលទៅក្នុងឆ្នាំងគ្របពីលើមិនដឹងធ្វើដូចម្ដេចនឹងយកឆ្នាំងនោះចេញបានក៏វាលូនទៅក្នុងមុងលុះប្តីត្រឡប់មកពីព្យួរវិញរកប្រពន្ធពុំឃើញឮសូរសំឡេងក្រងួហាក់ដូចជាចម្លែកណាស់ប្តីដើរចូលមករកមើលទើបយកដំបងវេបំបែកឆ្នាំងនោះទៅប្រពន្ធលាន់មាត់ស្រែកថាយ៉ាអញពូននៅហាគាត់អីសោះប្តីនឹងអស់សំណើចក៏ដើរចេញទៅរឿងសេដ្ឋីចិត្តលោភលន់កាលពីព្រេងនាយមានកុមារាម្នាក់ហើយគាត់ជាក្មេងប្រុសម្នាក់ដែលឆ្លាតវាងវៃឪពុកម្ដាយរបស់គាត់បានលាចាកលោកបន្សល់ទុកកូនប្រុសឲ្យនៅកំព្រាតែម្នាក់ឯងក្មេងប្រុសដែលកំព្រាឪពុកម្ដាយមានឈ្មោះថាខើក្មេងប្រុសខើបានប្រមូលវិចស្បែកគោក្រៀមមួយបង្វិច
ដើម្បីធ្វើដំណើរទៅកាន់ស្រុកឆ្ងាយមួយពេលយប់មួយនោះក្មេងប្រុសខើបានឈប់សម្រាកនៅលើដើមឈើមួយដោយអស់កម្លាំងពេកក្មេងប្រុសខើក៏ដេកលង់លក់ទៅក្រោយពីដំណេកក្មេងប្រុសខើបានឃើញចៅពីរនាក់កំពុងចែកមាសពេជ្រនិងរបស់របរជាច្រើននៅក្រោមដើមឈើក្មេងប្រុសខើផិតភ័យណាស់តែដោយមានទម្លាប់ក្លាហានវាក៏ទម្លាក់បង្វិចស្បែកគោចោះចំក្បាលពួកចៅទាំងពីរនាក់នោះញាក់ភ័យយ៉ាងខ្លាំងទើបក្រោករត់ចោលរបស់របរទាំងអស់ក្មេងប្រុសខើឃើញយ៉ាងនេះត្រេកអរណាស់ក៏ស្រោតចុះពីលើដើមឈើប្រមូលកាវវិចស្ពាយមាសពេជ្រជាច្រើនត្រឡប់មកផ្ទះវិញកុមារខើក៏ខ្លាចខ្លួនទៅជាអ្នកមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដំនៅក្នុងភូមិមានសេដ្ឋីម្នាក់គាត់ឲ្យអ្នកបម្រើទៅហៅចៅខើមកសួរផ្លេតអញរកទ្រព្យបានដោយវិធីណាបាទខ្ញុំបានសម្លាប់សត្វគោយកស្បែកលក់ដោយសារតម្លៃនៃស្បែកគោនោះទើបខ្ញុំក៏ប្រកបរបរនេះបានចម្រើនបើដូច្នេះអញនឹងឲ្យអ្នកបម្រើអញសម្លាប់គោទាំងអស់ដើម្បីយកស្បែកលក់ដែរហើយចាប់តាំងពីថ្ងៃនោះមកសេដ្ឋីក៏ចាត់អ្នកបម្រើឲ្យសម្លាប់គោយកស្បែកហើយឲ្យនាំយកទៅជួញនៅទីទាំងឡាយតែជំនួយនោះពុំបានផលឡើយដោយចាញ់បោកកុមារខើសេដ្ឋីខឹងណាស់ទើបឲ្យអ្នកបម្រើទៅបំពេញចាប់កុមារខើច្រកបញ្ចូលក្នុងបាវដើម្បីទម្លាក់សម្លាប់ចោលនៅក្នុងទន្លេអ្នកបម្រើក៏គោរពតាមសេដ្ឋីហើយនាំគ្នាទៅវត្តចាប់កុមារខើច្រកបញ្ចូលក្នុងបាវចុងវត្តចាំងចិត្តនាំមកជូនសេដ្ឋីពេលធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវដោយមានការហេវហត់ខ្លាំងណាស់ពួកអ្នកបម្រើទាំងឡាយក៏ទម្លាក់បាវនោះចោលមាត់ផ្លូវហើយនាំគ្នាចូលទៅញ៉ាំអាហារបរិភោគនៅក្នុងទាមមួយខណៈនោះកុមារខើបានហែកបាវមើលឃើញអ្នកគង្វាលម្នាក់កំពុងគង្វាលជាមួយវងក៏វាស្រែកហៅអ្នកគង្វាលតិចតិចរួចត្អូញត្អែថាសូមលោកបងមីជួយសាយបាវនេះលេងខ្ញុំផងសេដ្ឋីបានចាត់អ្នកបម្រើឲ្យនាំខ្ញុំទៅរក្សាទ្រព្យសម្បត្តិនិងជួយបង្ហាត់បង្ហាញសេះតែខ្ញុំមានទម្លាប់ខ្លាចសេះណាស់ខ្ញុំពុំហ៊ានទៅនោះទេទោះបីខ្ញុំប្រកែកយ៉ាងណាក្តីបម្រើសេដ្ឋីពុំយល់ព្រមហើយចាប់ខ្ញុំច្រកដាក់បាវយ៉ាងនេះដោយលោកជ្រាបស្រាប់មុខរបរនេះប្រកបដោយភាពខ្ពង់ខ្ពស់និងកិត្តិយសបើលោកមាពេញចិត្តសូមលោកមាអញ្ជើញទៅជំនួសខ្ញុំទុកឲ្យខ្ញុំទៅថែរក្សាជាមនេះម្ដងលៀបអញមកដល់ហើយតើអាក្មេងនេះមិនស្គាល់ប្រយោជន៍វាទេអញនឹងចូលសម្ងំនៅក្នុងបាវនេះជំនួសវាម្ដងគិតហើយបរោះនោះក៏ចូលទៅសម្ងំនៅក្នុងបាវជំនួសកុមារខើក្រោយពីបានបរិភោគអាហារឆ្អែតពួកអ្នកបម្រើក៏ត្រឡប់មកវិញហើយក៏ចាប់បាវលីបន្តដំណើរទៅមុខទៀតដោយពុំបានដឹងកិច្ចកលអ្វីឡើយសេដ្ឋីបានឲ្យពួកអ្នកបម្រើយកបាវនោះទៅទម្លាក់ចូលនៅក្នុងទន្លេបុរសគង្វាលនោះក៏ស្លាប់អសរបងទៅគ្រាកន្លងមិនយូរប៉ុន្មានសេដ្ឋីក៏បានជួបជាមួយចៅខើម្ដងទៀតមានទាំងវងជាមជាច្រើនផងសេដ្ឋីនឹកឆ្ងល់ពន់ពេកនៅក្នុងចិត្តក៏សួរទៅចៅខើថាឯងឬដែលអញយកទៅទម្លាក់នៅក្នុងទឹកថ្ងៃមុននោះបាទមែនហើយលោកសេដ្ឋីតែជាសំណាងណាស់នៅបាត់ទន្លេសម្បូរទៅដោយទ្រព្យសម្បត្តិនិងធនធានជាច្រើននេះជាហ្វូងជាមដែលខ្ញុំទៅតែគៀងយកមកសេដ្ឋីបានស្ដាប់កុមារខើហើយក៏ជឿយ៉ាងពិតប្រាកដឥតពិចារណាអ្វីឡើយដោយភាពលោភលន់ពន់ប្រមាណសេដ្ឋីក៏បញ្ជាឲ្យពួកអ្នកបម្រើយកបាវច្រកគាត់ហើយយកទៅទម្លាក់នៅក្នុងទឹកទន្លេដោយការដែលធ្វើដាក់បុរសគង្វាលនោះយ៉ាងនោះដែរ
កាលពីព្រេងនេះមានបរិមម្នាក់ពើមក្តីទៅឡើងចុងថ្នោតហើយយកស្លឹកថ្នោតចាក់ស្មុកចាក់ធ្វើជារូបសត្វផ្សេងហើយគិតថាអញលក់ស្មុកទាំងអស់នេះយកប្រាក់ទៅទិញសម្លៀកបំពាក់និងទិញក្របីធ្វើស្រែហើយនឹងលួសអ្នកប្រើកាលណាបើអញប្រើវាមិនបានអញនឹងធាក់វាថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុកនោះធាក់មិនតិចតួចធាក់តលតែធ្លាក់ជើងធ្លាក់ពីលើចុងថ្នោតតែបរោះនោះស្រវាចាប់ចុងថ្នោតជាប់ដូចគេចង់ព្យួរតតេងតតងនៅទីនោះបរោះនោះភ័យណាស់មិនដឹងបាននឹងធ្វើយ៉ាងណាឡើយពេលនោះមានបរោះម្នាក់ទៀតដែលខ្ពើមអាចជិះតែលើខ្នងដំរីក៏បោដំរីទៅទីនោះលុះដល់ក្រោមដើមថ្នោតបរោះខ្ពើមក្តីក្រឡេកឃើញក៏ស្រែកថាអោអ្នកជីដំរីមេតាជួយយកអាយុខ្ញុំផងបរោះជីដំរីក្រឡេកឃើញបរោះខ្ពើមក្តីតោងធៀងថ្នោតព្យួរខ្លួនដូចនោះក៏ឆ្លើយតបទៅវិញថាមិនដឹងជួយដូចម្ដេចទេបរោះនៅលើដើមថ្នោតក៏និយាយថាអ្នកឯងបោដំរីមកទីក្រោមខ្ញុំហើយអ្នកឈោទាញជើងខ្ញុំចុះបរោះជីដំរីលឺហើយក៏បោដំរីទៅពីក្រោមរួចក្រោកឈរលើខ្នងដំរីលើកដៃស្រវាចាប់ជើងកំពុងតែចាប់ជើងដំរីនោះក៏ទៅទាញដេញវាដើរទៅមុខបាត់ទៅបរោះទាំងពីរនាក់ក៏នៅព្យួរទៅតេងតតោងនៅទីនោះបរោះនៅខាងលើភ័យណាស់រីអាចដាក់ក្បាលបរោះខាងក្រោមបរោះពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្ដេចទេក្នុងវេលានោះមានបរោះទំពេក4នាក់ដើររកស៊ីលុះដើរទៅដល់កន្លែងនោះបរោះ2នាក់ដែលតោងធាថ្នោតនោះក៏ស្រែកឡើងថាណែលោកទាំង4នាក់ដែលដើរមេតាជួយយកអាសាពួកខ្ញុំផងពួកខ្ញុំនឹងព្រមទៅធ្វើជាអ្នកបម្រើរបស់លោកបរោះទំពេកទាំង4នាក់ងើយទៅមើលឃើញបរោះទាំងពីរនោះក៏ជំនុំគ្នាថាយើងទាំង4នាក់តាំងពីដើររកស៊ីមកយូរខែយូរឆ្នាំហើយមិនដែលមានអ្នកបម្រើសោះឥឡូវយើងគិតយកអា2នាក់នេះមកធ្វើជាខ្ញុំបម្រើយើងគិតដូច្នេះហើយបរោះទាំង4នាក់ក៏ដើរចូលទៅក្រោមដើមថ្នោតក៏និយាយថាយើងមិនដឹងធ្វើម្ដេចទេបរោះ2នាក់នោះក៏និយាយឡើងថាអោលោកអើយលោកក៏យកសំពត់ទៅចងនឹងករបស់លោកម្នាក់មួយជ្រុងហើយឈរឲ្យតឹងនៅពីក្រោមខ្ញុំនឹងទម្លាក់ខ្លួនទៅលើសំពត់នោះបរោះ4នាក់ស្ដាប់ហើយក៏ធ្វើតាមពាក្យរបស់បរោះ2នាក់នោះស្រេចហើយបរោះ2នាក់ក៏ទម្លាក់ខ្លួនមកលើសំពត់នោះឯបរោះទាំង4នាក់ក៏ទៅកិច្ចក្បាលគ្នាស្លាប់អស់ទៅបរោះ2នាក់ដឹងថាអ្នកទាំង4នោះស្លាប់ហើយក៏ភ័យណាស់លុះយប់មានយាយចានម្នាក់ប្តីគាត់មិននៅទៅធ្វើចំការបរោះ2នាក់ក៏នាំគ្នាសែនខ្មោចបរោះទំពេកទាំង4នាក់យកទៅដាក់រនាលនៅផ្ទះនោះហើយក៏នាំគ្នារត់បាត់ទៅលុះព្រឹកឡើងយាយចាស់ភ្ញាក់ពីដេកទៅលុបមុខឃើញខ្មោចនៅទីនោះភ្ញាក់ព្រឹកយីខ្មោចអ្វីមកស្លាប់នៅទីនេះថាហើយក៏អូសខ្មោចនោះម្ដងមួយយកទៅដាក់នៅក្នុងផ្ទះហើយយកខ្មោចនោះមករុំសំពត់សយកមកខាងក្រៅផ្ទះយំទួញថាប្តីស្លាប់ហើយដើរទៅរកអ្នកស្រុកឲ្យមកជួយយកទៅកប់អ្នកស្រុកមកជួយយកខ្មោចនោះទៅកប់ហើយត្រឡប់មកផ្ទះវិញលុះស្អែកឡើងយាយចាស់ធ្វើដូចមុនទៀតប្រាប់ថាប្តីខ្លួនត្រឡប់មកវិញអ្នកស្រុកក៏ជួយទៀតលុះខានស្អែកឡើងយាយធ្វើយ៉ាងនេះទៀតទាល់តែគ្រប់ខ្មោចទាំង4អ្នកស្រុកគិតថា
យើងទៅវាខ្មោចនោះក្រែងមកទៀតគិតហើយក៏នាំគ្នាចាំនៅផ្លូវដែលយកខ្មោចនោះទៅកប់លុះប្រលប់ស្រាងតាដែលជាប្តីនោះអស់អង្ករត្រឡប់មកពីចំការដើម្បីយកអង្ករស៊ីលីឆ្នាំងមួយមកដល់ប្រទះឃើញនឹងពួកអ្នកស្រុកដែលគេនៅចាំគេស្រែកថាកូនយើងខ្មោចមកទៀតហើយគេនាំគ្នាដេញវាយតានោះស្រែកថាទេខ្ញុំមកពីចំការគេថាឯងស្លាប់ទៅហើយត្រឡប់មកវិញ 4-5 ដងឲ្យតែគេលំបាកគេក៏វាយតានោះតតែស្លាប់ទៅ